ក្របីប្រៃពេជ្រស្បាត់មុននឹងជួបកលាករសុកធីនៅថ្ងៃទី28ត្រូវធ្វើការធ្ងន់ជួបប្រវត្តិពិតមរុកនេះសិនប្រៃចមិតបងប្អូនបាទជំរាបសួរប្រៃចមិតបងប្អូនក្តៅថ្មីទៀតហើយសារពីលោកគ្រូពេជ្រសុផាន់គឺបានបង្ហើបហើយនឹងដៃគូរបស់កបៃប្រៃពេជ្រស្បាត់ត្រៀមកក្រៅគុណខ្មែរទៀតហើយប្រៃចមិតបងប្អូនជើងខ្លាំងមរុកនេះដែលធ្លាប់ប្រឡូកប៉ះជាមួយនឹងរថខាងជីបមងនុនធ្លាប់ឈ្នះកីឡាករយោធិនហើយក៏ធ្លាប់ប៉ះជាមួយកីឡាករជប៉ុនតៃគីណាណៃតូដែរអូមិនធម្មតាទេកីឡាករប្រវត្តិរូបរបស់ដៃគូកបៃប្រៃពេជ្រស្បាត់ត្រៀមប្រកួតនៅថ្ងៃខាងមុខនេះដឹងតែញាក់សាច់ហើយការប្រកួតគឺសប្តាហ៍នេះហើយកីឡាករកាប៊ូទៅដែលមានហាសនាមថាកាប៊ូទៅសៀស៊ូតដែលជាជើងខ្លាំងរូបនេះប្រៃចមិតបងប្អូនពិតជាមិនធម្មតាគឺរបស់ពិតហើយរបស់សេននេះលោកគ្រូពេជ្រសុផាន់គាត់បានបង្ហើបបងប្អូនដឹងតែញាក់សាច់ខ្លាំងមែនតើព្រោះប្រព័ន្ធធ្លាប់គាត់ធ្លាប់ប្រឡូកនៅសង្វៀនវ័នផងដែរកីឡាករដៃគូរបស់ពេជ្រស្បាត់នេះបងប្អូនគឺដូចជាលោកគ្រូពេជ្រសុផាន់គាត់បានបង្ហើបថាដូចជាធ្លាប់ឈ្នះកីឡាករនៅសង្វៀនវ័ននេះធ្លាប់ឈ្នះប៉ះជាមួយរថថាំងធ្លាប់ប៉ះជាមួយនឹងរថថាំងហើយធ្លាប់ប្រកួតជាមួយនឹងកងធរនីចារុនសឹកឆូហ្វាណាក់គ្រប់ហើយនឹងកីឡាករជប៉ុនតៃគីណៃតូជុំយ៉ាបងប្អូនកីឡាករមរុកនេះគឺជាកីឡាករក្បាច់ហើយគាត់ធ្លាប់ប្រឡូកនៅសង្វៀនkickboxing ប្រកួតធ្លាប់ប្រកួត kickboxing ហើយក្បាច់ពិសេសរបស់គាត់គឺល្អកែងបកហើយនឹងនាគវត្តខ្ទួយទៀតជុំយ៉ាបងប្អូនលើកនេះប៉ះជាមួយនឹងគុណខ្មែរពេជ្រសម្បត្តិដឹងតែក្រៅក៏ដឹងតែញាក់សាច់ហើយកីឡាករមរុកនេះគាត់ធ្លាប់ប្រឡូកប្រកួតគុណខ្មែរក៏ចេះ kickboxing ក៏ចេះគុណចម្រុះក៏ចេះមួយថៃក៏ចេះហើយនឹង let way របស់ភូមាក៏គាត់ចេះទៀតប្រវត្តិរូបដៃគូរបស់កបៃប្រៃពេជ្រសម្បត្តិនេះប៉ុន្តែអត់ទាន់ដឹងថាគាត់ជាសញ្ជាតិអីទេបងប្អូនប៉ុន្តែដឹងថាកីឡាករមរុកនេះជាកីឡាកររបស់ពិតជាប់បងប្អូនកីឡាករមុននឹងជួបរបស់ពិតហើយជួបរបស់ពិតហើយគឺចប់ជួបរបស់ពិតទៅប៉ះជាមួយនឹងកីឡាករសុកធីទៀតញាក់សាច់ខ្លាំងតែកបៃប្រៃពេជ្រសម្បត្តិបងប្អូនពិតជាមិនធម្មតាក្រៅមែនតែនរៀងធ្ងន់ធ្ងរលើកនេះកបៃប្រៃពេជ្រសម្បត្តិពីប្រកួតផ្ទួនខែនេះធ្វើការធ្ងន់នៅបងប្អូនខែមិថុនានេះពាក់កតាលខែមិថុនាមកប្រកួតលេងចុងខែមិថុនាមកប្រកួតទៀតបងប្អូនថ្ងៃទី28នេះគឺកបៃប្រៃពេជ្រសម្បត្តិប៉ះជាមួយនឹងសុកធីហើយជាការប្រកួតប្រាក់1000ធំហើយក៏ជាខ្សែក្បាត់ធំផងដែរបងប្អូនមិនមែនលុំទេពេជ្រសម្បត្តិលេងហើយបងប្អូនក៏សិស្សលោកគ្រូពេជ្រសុផាន់ពេជ្រលេងហើយបងប្អូនការប្រកួតនេះពិតជាមិនធម្មតាមែនកបៃប្រៃពេជ្រសម្បត្តិទទួលការប្រកួតផ្ទួនហើយលេងជាមហាព្រឹត្តិការណ៍ធំហើយពិសេសគាត់ប៉ះជាមួយនឹងកីឡាករដែលធ្លាប់ប៉ះរថខាងនេះក៏មិនមែនប្រវត្តិលំដែរបងប្អូនធ្លាប់ប្រឡូកនៅសង្វៀនវ័នលំដាប់វ័នទៀតហើយកីឡាករមរុកនេះប្រវត្តិទ្រុបរបស់គាត់ចេះកែងចេះជង្គង់ចេះកដាប់ដៃហើយក្បាច់គុណគឺចេះមកសែតហើយពិសេសគឺគាត់ធ្លាប់ប្រឡូកគុណខ្មែរក៏ចេះ kickboxing ក៏ចេះមួយថៃក៏ចេះ let way ក៏ចេះចុំធ្ងន់ធ្ងរកបៃប្រៃពេជ្រសម្បត្តិលើកនេះជួបរបស់ពិតហើយដឹងតែធ្ងន់ធ្ងរមែនតើអានេះមានព័ត៌មានប្រហែលចេះជូនបងនេះណាមកថ្មីក៏ភ្លេចចុច subscribe នៅមួយផងស្ញាក់ដឹងនៅព័ត៌មានថ្មី